កញ្ចាស់ចង្រៃនេះប្រាក់ក៏អស់ចានណាស់ទៅអីហើយប្រហែលជាមាននរណាកំពុងតែស្ដីឲ្យខ្ញុំហើយលោកកំពុងតែគិតពីអ្វីហ្នឹងបញ្ចប់ហើយលើកនេះខ្ញុំពិតជាអាចឈ្នះឯងបានមើលតែនាងថ្ងៃនេះអារម្មណ៍ល្អគួរសមម៉ូសក់ថ្មីនេះស្អាតខ្លាំងណាស់ម្សិលមិញក៏បែបនេះម្សិលមួយថ្ងៃក៏បែបនេះដែរ1000ឆ្នាំមុនគឺបែបនេះហើយគឺអញ្ចឹងហ៎គឺពិតជាឯងធ្វើស្អីនឹងនៅមិនឆាប់ដើរទៀតចេះតែដើរមួយចំហៀនទៅអាយ៉ាណាក៏ត្រូវតែចាញ់ដែរនិយាយត្រូវអញ្ចឹងគឺដាក់នៅកន្លែងនេះចុះនេះមិនក៏ខ្ញុំថាសុំទៅផងស្ដេចយមរាជមួយដៃនេះខ្ញុំមិនបានគិតយកឈ្នះលោកនោះទេអាយ៉ាតើយាយធ្មប់ចាប់ក្មេងម្នាក់នោះបានដែរទេខ្ញុំពិតជាមិនធ្លាប់គិតថាចង់ឈ្នះមែនត្រូវទេតែបញ្ហារបស់ស្ដេចយមរាជគឺស្ថិតនៅលើមិនថារឿងធំតូចក៏ត្រូវគិតឲ្យបានល្អិតល្អន់ដែរលើលោកនេះរឿងមិនអាចកណនាបានមានច្រើនពេកហើយត្រូវទេម៉ែនិយាយប្រមាណដងហើយថាកុំឲ្យមកទីនេះអីស្លាប់ក៏ត្រូវស្លាប់នៅកន្លែងឪពុកឯងដែរម៉ែនិយាយប្រមាណដងហើយខ្ញុំនិយាយប្រមាណដងហើយខ្ញុំមិនចូលចិត្តនៅកន្លែងពុកនោះទេ
ខ្ញុំចង់រស់នៅជាមួយនឹងម៉ែ រស់នៅជាមួយម៉ែឯងគឺជាកូនអ្នកបម្រើណា រស់នៅជាមួយពុកគឺអាចខ្លាចទៅជាកូនរបស់អភិជនបែបនេះគឺថោកទាបខ្លាំងណាស់បែបនេះគឺថោកទាបហាន់នេះឲ្យខ្ញុំរស់នៅជាមួយម៉ែទៅខ្ញុំស្ងប់ចិត្តវិញ ឯងមិនមែនជាមនុស្សថោកទាបទេលោកតាឯងក៏ធ្លាប់ជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់បើកុំតែមកពីអាចង្រៃនោះក៏គ្មានរឿងចឹងដែរ ខ្ញុំនិយាយទៀតទៅពេលនេះគួរតែនិយាយរឿងមានប្រយោជន៍វិញខ្ញុំទ្រាំឆ្អែតហើយដឹងទេ អើយឯងទៅចុះទៅកន្លែងឪពុកឯងធ្វើជាកូនប្រុសល្អម្នាក់បំភ្លេចម៉ែចោលទៅ បាត់ដឹងបាននេះនោះចលអខ្ញុំកុំឲ្យមានម្ដាយខ្ញុំមិនចង់មានម្ដាយតាំងពីដំបូងល្អជាង អ្នកម៉ែ សើមអស់ហើយ ណែចង់ធ្វើស្អីនេះ ស្មានថាខ្មោចគឺមិនខ្លាចតែទឹកនោះទេក្រៅពីមិនខ្លាចរងាហើយដូចជាមនុស្សយ៉ាងអញ្ចឹង ណែធ្វើស្អីហ្នឹង ខ្ញុំឃើញទេ អត់ឃើញទេ មិញនេះបានសម្លឹងមើលខ្ញុំច្បាស់ណាស់ណែអ្នកដំណើរលោកអញមើលខ្ញុំឃើញទេ ប្រាប់ហើយថាមើលអត់ឃើញ អញមើលខ្ញុំឃើញទេ ទ្រាំឲ្យបានកុំអង្គរឿង hơi lòngណា ណាចុះមិនអាចមើលឃើញបាននោះទេដូចជាមិនអ្នកសច្ចាំងទេ ខ្ញុំមើលអត់ឃើញនោះទេឲ្យខ្ញុំនិយាយប្រហែលដងទៀតទៅ អ្នកដំណើរយប់យ៉ាងនេះហើយលោកនៅក្នុងព្រៃជ្រៅទៀតព្រោះតែរឿងអីដែរទៅ មើលអត់ឃើញទេ ហើយយ៉ាទោះបីជាលោកមានរឿងឬមួយនៅឈឺក្បាលជាងរឿងរបស់ខ្ញុំទៀតទេយ៉ាងណាខាងក្រៅធ្លាក់ភ្លៀងចង់ស្ដាប់រឿងនិទានរបស់ខ្ញុំដែរទេ មិនចង់ទេខ្ញុំស្ដាប់មិនឮ ពិតជាស្មុគស្មាញមែនគួរអត់ធន់ខ្លាំងណាស់ កុំនិយាយអីខ្ញុំស្ដាប់មិនឮទេ មានថ្ងៃមួយខ្ញុំបាក់ភ្នែកឡើងប្រទះឃើញខ្លួនឯងកំពុងតែដើរតាមបេសកជនខាប់ព្រលឹងហើយពិតជាមិនដឹងថាតើមានរឿងអីកើតឡើងនោះទេ